ពាក្យថាជីវិតគូគឺវាមានរឿងចូលចត់ល្វីងជាច្រើននៅពេលដែលយើងគិតថាយើងដើរផ្លូវមួយជាមួយគ្នាយើងត្រូវតែចេះផ្ដល់តម្លៃចេះជប់យល់គ្នាមិនថាធ្វើរឿងអ្វីខុសក៏ដោយនៅពេលណាដែលយើងគិតថាយើងចង់បានទៅចាញ់ភាពចាញ់ឈ្នះនោះនឹងធ្វើឲ្យកូនរបស់យើងនឹងគឺគាត់កំព្រាទាំងឪពុកទាំងម្ដាយនៅពេលណាដែលបងប្អូនគិតថាចង់បែកបាក់បងប្អូនត្រូវតែសម្លឹងមើលដួងកែវរបស់ពួកគាត់ថាពួកគាត់បែបណាអារម្មណ៍នៅពេលដែលយើងអត់មានឪពុកឬក៏អត់មានម្ដាយគឺវាដូចវាអត់មានសុភមង្គលវាអត់មានក្តីសុខទេបងប្អូនទោះបីជាបុគ្គលណាមកបំពេញឲ្យក៏អត់ដូចឪពុកដែរឱកាសដែរអញ្ចឹងខ្ញុំក៏ធ្លាប់អត់មានឪពុកដែលខ្ញុំក៏គាត់ធ្លាប់អត់មានឪពុកអញ្ចឹងគឺយើងយល់អារម្មណ៍មួយហ្នឹងនៅពេលណាដែលយើងជួបគ្នាយើងតែងតែ